Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកជួបជាមួយនឹង admin ម្ដងទៀតហើយជាមួយនឹងរឿងកំពុងអ្នកស៊ើបអង្កេតបែកឆ្លុយរបស់យើងបន្តទៀតក៏ប៉ុន្តែមុនចូលដល់វីដេអូសូមអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច like Subscribe និងដាក់សញ្ញាក្តៅដើម្បីផ្ដល់ជាកម្លាំងចិត្តមកកាន់ admin ម្នាក់មួយផងណាបាទនៅពេលនេះគឺយើងបានឃើញថាណាកូម៉ូជាមួយនឹងម៉ាស៊ីរ៉ូពួកគេកំពុងតែអង្គុយមើលទៅលើរឿងខ្មោចមួយប៉ុន្តែពួកគេមើលមិនទាន់នឹងបានប្រមាណផងនៅពេលនោះក៏ស្រាប់តែដល់ឈុតឆាកមួយដែលខ្មោចចេញមកបញ្ញាក់ទៅដល់ពួកគេក៏ស្រាប់តែធ្វើឲ្យពួកគេបញ្ចេញ reaction សើចផ្អើលពេញផ្ទះយកតែម្ដងដោយចាំយូរនៅពេលនោះម៉ាស៊ីរ៉ូនាងក៏បានរត់ទៅរកអំបិលដើម្បីយកមកបង្ក្រាបខ្មោចក៏ព្រោះតែនាងមើលនៅក្នុងរឿងគេក៏យកអំបិលមកបង្ក្រាបខ្មោចដែរតែនាងមានតែបានធ្វើអីកើតណាគឺថានាងបានកុបប៉ាំងតិចកញ្ចក់ទូយកតែម្ដងអើយគេថាណាកម៉ូនឹងជួនាងមកចំណេញឬខាតទេនេះអាគ្នាពងក្រផងឥឡូវមកផ្លាញ់ថែមទៀតរួចក្រោយពីពួកគេបានឈប់មើលរឿងអស់មួយសន្ទុះនៅពេលនោះក៏ស្រាប់តែមានសលេងកណ្ដឹងមួយបានពលឺឡើងពីខាងក្រៅដល់តែពេលបើកទ្វារទៅទទួលភ្ញៀវម្នាក់នោះម៉ាស៊ីរ៉ូនាងក៏បានឃើញថាគេគឺជាមិត្តរួមថ្នាក់របស់នាងដែលមានឈ្មោះថា Hayashida ហើយគ្រាន់តែបានឃើញមុខរបស់ម៉ាស៊ីរ៉ូនៅពេលនោះគឺថាប៉ែម្នាក់ហ្នឹងដូចជារៀងអៀនខ្វាច់អាចខ្វៀនមិនទេនេះក៏តែទោះបីជាយ៉ាងណាក៏ដោយពួកគេក៏បានចូលមកនិយាយគ្នាតាក់ទងអំពីបញ្ហាដែលប៉ែម្នាក់ហ្នឹងមករកពួកគេឲ្យជួយនៅថ្ងៃនេះផងដែរដោយប៉ែអាចខ្វៀនម្នាក់ហ្នឹងក៏បាននិយាយថាមួយរយៈនេះមិនដឹងជាកើតអ្វីនោះទេដោយនៅពាក្យកណ្ដាលអាធ្រាត្រគាត់តែងតែមានអារម្មណ៍ថាចម្លែកអីចឹងណារួចបន្ទាប់មកគាត់ក៏បានទិញកាមេរ៉ាមួយដើម្បីបំពាក់នៅខាងក្រៅផ្ទះដើម្បីឃ្លាំមើលពីសកម្មភាពចម្លែកអីចឹងទៅហើយនៅទីបំផុតគាត់ក៏បានជួបរឿងដ៏រន្ធត់មួយគឺគាត់បានថតជាប់ខ្មោចនឹងឯងក៏តែអាអ្នកនិយាយដូចជាមិនសូវប្រមាណនោះទេណាតាអ្នកស្ដាប់នេះតាគឺថាភ័យនឹងញ័របាត់ហើយហ្នឹងដល់តែពេលដែលបានស្ដាប់ពីបញ្ហាមួយនេះណាកូម៉ូគាត់ក៏បានកាត់មួយសំទោសរួចគាត់ក៏បានយល់ព្រមផងដែរក៏តែចំណែកឯម៉ាស៊ីរ៉ូវិញគឺថានាងហាក់ដូចជាស្ទាក់ស្ទើរយ៉ាងម៉េចនោះទេក៏ព្រោះតែនាងខ្លាចខ្មោចរួចដោយសារតែមានការលើកទឹកចិត្តអំពីណាកូម៉ូទៅកាន់នាងនៅពេលនោះម៉ាស៊ីរ៉ូនាងក៏បានបន្ធូរអារម្មណ៍ឡើងវិញនិងនាងក៏គិតថានាងអាចធ្វើបានហើយក៏រំលឹកអំពីក្បាច់វាយខ្មោចរបស់នាងខ្លះៗដែលនាងធ្លាប់បានរៀនដើម្បីត្រៀមយកទៅកម្ចាត់ខ្មោចអីចឹងទៅក្រោយមកបន្ទាប់ពីឯកភាពគ្នារួចហើយនៅពេលនោះពួកគេក៏បាននាំគ្នាទៅផ្ទះរបស់ Hayashida ដើម្បីស៊ើបអង្កេតអំពីបញ្ហាមួយនេះយកតែម្ដងតែពីដំបូងនៅពេលដែលពួកគេបានឆែកមើលទៅលើកាមេរ៉ាគឺឃើញថាមិនទាន់បានឃើញខ្មោចអ្វីនោះទេក៏ស្រាប់តែឃើញបរិសុទ្ធតំពេកម្នាក់អាក្រាតកាយដើរកាត់កាមេរ៉ាអីចឹងណាក៏តែមួយស្ទុះក្រោយមកសភាពការក៏បានផ្លាស់ប្ដូរដោយនៅពេលនោះក៏ស្រាប់តែមានលេចឡើងនៅខ្មោចមួយនៅចំពោះមុខកាមេរ៉ាយកតែម្ដងដែលធ្វើឲ្យនៅពេលនោះ Mashiro និង Hayashida ពួកគេពិតជាមានការភ័យខ្លាចជាខ្លាំងដោយស្រែកផ្អើលពេញផ្ទះទៀតគឺមានតែណាកូម៉ូរបស់យើងតែប៉ុណ្ណោះដែលគាត់បានព្យាយាមមើលយ៉ាងផ្ចិតផ្ចង់និងវិភាគអំពីបញ្ហាមួយនេះបន្តទៀតនិងគាត់ក៏បានប្រាប់ទៅកាន់ម៉ាស៊ីរ៉ូផងដែរឲ្យនាងត្រៀមខ្លួនដើម្បីរត់ទៅកាន់ទីតាំងរបស់ខ្មោចនៅពេលដែលវាបានបង្ហាញខ្លួនម្ដងទៀតដំបូងឡើយក៏ទោះបីជាមានការភ័យខ្លាចបន្តិចក៏ពិតមែនក៏តែម៉ាស៊ីរ៉ូនាងក៏នៅតែធ្វើតាមបញ្ជាដោយនាងបានស្ទុះរត់ទៅកាន់ទីតាំងមួយនោះយ៉ាងលឿនក៏តែនាងមិនបានឃើញខ្មោចអ្វីនោះទេបែរជាបានឃើញបរិសុទ្ធចំណាស់ដែលបានដើរកាត់កាមេរ៉ាអំបញ្ញមិញទៅវិញដល់តែពេលបែបនេះគឺថាពួកគេនៅតែបន្តសកម្មភាពបែបនេះជារៀងរាល់ថ្ងៃមិនថានៅថ្ងៃទី1ថ្ងៃទី2និងថ្ងៃទី5នោះទេក៏ពួកគេនៅតែមិនទាន់រកឃើញអំពីមូលហេតុដដែលបន្ទាប់មកនៅពេលដែលបន្តទៅដល់ថ្ងៃទី7ដែលសារតែមិនទាន់អាចរកឃើញអំពីមូលហេតុបានក៏ស្រាប់តែណាកូម៉ូគាត់បានដាក់ការសង្ស័យយ៉ាងខ្លាំងទៅលើ Hayashida ក៏ព្រោះតែគាត់ឃើញថាប៉ែម្នាក់ហ្នឹងហាក់ដូចជាចម្លែកមិនទេនៅក្នុងប្រហែលថ្ងៃនេះដល់តែពេលដែលបានឃើញថានៅពេលនេះខ្មោចហ៊ាននឹងចេញម្ដងទៀតហើយក៏ស្រាប់តែណាកូម៉ូបានផ្ដល់ជាសញ្ញាទៅឲ្យម៉ាស៊ីរ៉ូហត់ទៅកាន់ទីតាំងមួយនោះយកតែម្ដងដែលធ្វើឲ្យនៅពេលនោះអាប៉ែ Hayashida គេក៏មានការផាត់ភ័យបន្តិចផងដែរក៏ព្រោះតែនៅពេលនោះគឺឃើញថាมันបានបង្ហាញអំពីរូបភាពរបស់ម៉ាស៊ីរ៉ូនោះទេបែរជាបង្ហាញទៅលើរូបភាពខ្មោចទៅវិញដែលអាចបញ្ជាក់បានថានេះគឺគ្រាន់តែជារូបភាពបំភាន់តែប៉ុណ្ណោះដល់ទៅពេលបានឃើញបែបនេះ Hayashida គេក៏បានព្យាយាមយកលេសដោះស្រាយផងដែរក៏តែគឺពុំអាចគេចពីកសែភ្នែកកំពូលអ្នកស៊ើបអង្កេតណាកូម៉ូរបស់យើងបាននោះទេដោយគាត់បានវិភាគអំពីហេតុការណ៍ទាំងអស់នេះរួចអស់ទៅហើយដោយគ្រាន់តែគឺជាការរៀបចំរបស់អាប៉ែ Hayashida តែប៉ុណ្ណោះដើម្បីឲ្យគាត់មានពេលវេលាក្នុងការនៅក្បែរ Mashiro ចាំងកាន់តែច្រើនអីចឹងណារួចដើមចាំយូរនៅពេលនោះណាកូម៉ូគាត់ក៏បានលើកឡើងអំពីបញ្ហាដែលគាត់យល់ដឹងថាដំបូងឡើយអាប៉ែ Hayashida គឺគាត់បានបង្កើតហេតុការណ៍ទាំងអស់នេះឡើងដោយគាត់បានសម្ដែងធ្វើជាខ្មោចនិងថតទុកដើម្បីយកទៅដាក់នៅមុខកាមេរ៉ាអីចឹងទៅបន្ទាប់មកគាត់ក៏បានលាក់ទុកនៅទៅលេខបញ្ជានៅក្នុងហៅប៉ៅដើម្បីបញ្ជាឲ្យខ្មោចចេញនៅពេលណា
ដែលគាត់ចង់ឲ្យវាបង្ហាញខ្លួនក៏ព្រោះតែគាត់បានឃើញថារូបភាពដែលខ្មោចបានបញ្ចេញមកទាំងអស់នោះគឺវាមានភាពមិនប្រក្រតីជាខ្លាំងដល់ទៅពេលដែលមានផតតាំងគ្រប់គ្រាន់បែបនេះគឺថា Hayashida គេក៏មិនមានអ្វីយកលេសដល់សារទៀតនោះដែរក៏ស្រាប់តែគេបានយំសម្រាប់ទឹកព្រែកនិងសូមអវត្តទៅកាន់ Nagumo កុំឲ្យប្រាប់រឿងទាំងអស់នេះទៅកាន់ Mashiro ចាំងក៏ព្រោះតែគេក៏មិនចង់ធ្វើរឿងទាំងអស់នេះទេដោយសារតែគេពិតជាអស់សង្ឃឹមជាខ្លាំងក្នុងការចូលទៅចិត្ត Mashiro ចាំងទើបក៏បានសម្រេចចិត្តបង្កើតហេតុការណ៍ទាំងអស់នេះអីចឹងទៅដើម្បីបានទៅចិត្ត Mashiro ចាំងអីចឹងណាក៏តែ Nagumo ដោះស្រាយបញ្ហាមួយនេះមិនទាន់ចប់បានប្រមាណផងក៏ស្រាប់តែ Mashiro បានបើកទ្វារចូលមកនិងនាងក៏បានចាប់យកខ្មោចមកម្នាក់ជាមួយនឹងនាងផងដែរដោយនាងបាននិយាយថាសុំទោសដែលនាងបានមកយឺតបន្តិចដែលធ្វើឲ្យនៅពេលនោះ Hayashida ជាមួយនឹង Nagumo ក៏ពិតជាមានការតស៊ូជាខ្លាំងក៏ព្រោះតែដំបូងឡើយគឺគ្រាន់តែជាការរៀបចំតែប៉ុណ្ណោះតែបែរជាមិននឹកស្មានថាអាចារ្យ Mashiro របស់យើងនាងបែរជាទៅចាប់ខ្មោចបានមកមែនតើអញ្ចឹងសោះគឺថាគាំងខ្លាំងមែនតើហ្មងគឺថាដំបូងលេងសោះហ្នឹងតែឥឡូវមែនតើបដ ாய் គឺថានេះបានគេហៅថាអ្នកមែនរបស់គេមែនហ៎ឲ្យទៅធ្វើការមិនចេះតែធ្វើការលំយកទៅលុយណាតែឲ្យទៅចាប់ខ្មោចចាប់យកមកតបានមែនលើហ្នឹងកុំចង់ហក់ក្រោយមកបន្ទាប់ពីបញ្ចប់ភារកិច្ចរបស់ពួកគេរួចនៅថ្ងៃបន្ទាប់យើងក៏បានឃើញថា Mashiro ជាមួយនឹងអបិសក្រហមកំពុងតែមើលព័ត៌មាននៅលើទូរទស្សន៍ដោយគេបានចុះផ្សាយអំពី Nagumo ថានៅក្នុងពេលថ្មីៗនេះគាត់បានក្លាយទៅជាជនសង្ស័យដែលគេបានចោទថាគាត់គឺជាមនុស្សរកចិត្តដែលបានលួចខោក្នុងរបស់គេនៅក្នុងពេលថ្មីៗនេះអីចឹងទៅដែលធ្វើឲ្យ Mashiro ចាំងនៅពេលដែលនាងបានឃើញបែបនេះនាងក៏មិននឹកស្មាននោះដែរថាទូឯកប្រុសរបស់យើងគាត់គឺជាមនុស្សបែបនេះចំណែកឯ Nagumo របស់យើងវិញនៅពេលនេះគឺយើងបានឃើញថាគាត់បានមកជួបមិត្តចាស់របស់គាត់និងពួកគេក៏បាននិយាយអំពីបញ្ហាដែល Nagumo កំពុងតែល្បីនៅក្នុងទូរទស្សន៍នាពេលបច្ចុប្បន្ននេះផងដែរគឺគេកំពុងតែល្បីថាគាត់គឺជាចៅលួចគ្រឿងក្នុងរបស់មនុស្សស្រីនឹងឯងហើយនៅពេលដែលគ្រាន់តែបានឃើញវីដេអូដែលមិត្តភ័ក្តិរបស់គាត់បានចាក់ឲ្យមើល Nagumo ក៏មានការស្លងអារម្មណ៍ដូចគ្នាក៏ព្រោះតែគាត់មិននឹកស្មានថាបរិសុទ្ធដែលនៅក្នុងរូបនោះគឺពិតជាមានផិនភាគដោយគាត់ខ្លាំងមែនតែនចឹងទៅណាគេមិនច្រឡំមើលបើដូចគ្នាបាត់ហ្មងហ្នឹងក៏តែទោះបីជាយ៉ាងណាក៏ដោយគាត់ក៏នៅតែគិតថាគាត់អាចនឹងមានផលតាំងដើម្បីបង្ហាញអំពីភាពស្អាតស្អំរបស់គាត់ផងដែរក៏ព្រោះតែគាត់ជឿជាក់ទៅលើជំនួយការរបស់គាត់ដែលគឺជា Mashiro ចាំងនឹងឯងបើយើងមើលប្រកាន់ Mashiro ចាំងរបស់យើងនៅវិញគឺថានាងក៏មិននៅស្ងៀមដូចគ្នាដោយនាងបានព្យាយាមដាក់អន្ទាក់ដើម្បីចាប់ចោលមួយនោះអីចឹងណាព្រោះនៅពេលដែលនាងកំពុងតែរៀបចំផែនការដើម្បីចាប់ចោលដែលតែងតែលួចគ្រឿងក្នុងរបស់ស្រីជាមួយនឹងអបិសក្រហមដែលជានេសេគុណដោយនាងបានយកគ្រឿងក្នុងរបស់ខ្លួនយកទៅបញ្យួរដើម្បីឲ្យចៅមួយនោះបង្ហាញខ្លួនអីចឹងណាហើយនៅទីបំផុតគឺឃើញថាចៅមួយនោះវាពិតជាបានបង្ហាញខ្លួនមែនតែនដោយវាបានបំរុងមកលួចគ្រឿងអស់ហ្នឹងអីចឹងទៅហើយក៏ត្រូវបានពួកគេតាមតនអីចឹងណាបើមើលទៅកាន់មុខមាត់របស់ប៉ែហ្នឹងទៅគឺថាពិតជាស្តៀងទៅកាន់ Nagumo របស់យើងខ្លាំងមែនតែនខុសតែមាត់បន្តិចនោះទេចំអារូបមួយនោះថតទៅបាំងមាត់របស់ប៉ែហ្នឹងទៀតចឹងណាគេមិនសង្ស័យថាតួឯកប្រុសរបស់យើងអ្នកលួចហើយដោយចាំយូរនៅពេលដែលគេតាមតនចឹងហើយគឺថាប៉ែម្នាក់នោះបានព្យាយាមរត់ដាក់មេប្រូយកតែម្ដងតែក៏ត្រូវបានអបិសក្រហមរបស់យើងគាត់បានព្យាយាមរត់ដេញតាមអីចឹងណាដើម្បីចាប់ប៉ែហ្នឹងយកមកវិញក៏តែគឺថាដេញចាប់គេមិនទាន់នឹងបានអីផងហ្នឹងក៏ស្រាប់តែមានសត្វអីមកទុំនៅលើមុខគេគឺថាឲ្យអាប៉ែហ្នឹងស្លាប់យកតែម្ដងដល់តែពេលឃើញចឹងទៅក៏ស្រាប់តែដល់វេនរបស់អាចារ្យ Mashiro របស់យើងដេញចាប់អាប៉ែម្នាក់ហ្នឹងវិញដល់នៅពេលហ្នឹងគឺថានាងបានរត់ដេញចាប់អាប៉ែម្នាក់ហ្នឹងលឿនខ្លាំងមែនទែនយកតែម្ដងដោយនាងបានបុកអាប៉ែម្នាក់ហ្នឹងពីក្រោយឲ្យដួលអីចឹងណាក៏តែមិនទាន់សម្រេចនោះទេដែលអាប៉ែម្នាក់ហ្នឹងនៅតែអាចរត់គេចខ្លួនបានដែលធ្វើឲ្យអាចារ្យ Mashiro របស់យើងពិតជាមើលខ្លាំងមែនទែនហ្មងណារួចក្រោយមកគេក៏បានបង្ហាញមកកាន់ Nagumo របស់យើងវិញដោយសារតែគាត់មិនមានផតតាំងបង្ហាញទៅកាន់គេគ្រប់គ្រាន់នៅពេលនោះក៏ស្ទើរតែមិត្តចាស់របស់គាត់បំរុងដើរចាចេញទៅតែគឺថាក៏ចេះសំណាងផងដែរដោយសារតែនៅពេលនោះអាចារ្យ Mashiro នាងក៏បានមកទីនេះតាន់និងក៏បានចាប់យកអាប៉ែម្នាក់នោះមកបានសម្រេចផងដែរដែលធ្វើឲ្យនៅទីបំផុត Nagumo របស់យើងគាត់ក៏បានរួចផុតអំពីការសង្ស័យមួយនេះបានសម្រេចអីចឹងទៅបន្ទាប់មកខ្សែររបស់យើងគេក៏បានកាត់ទៅដល់ពេលមួយដែលនៅពេលហ្នឹងគឺថា Mashiro នាងកំពុងតែដេញចាប់ទៅកាន់ជនសង្ស័យម្នាក់ទៀតយកតែម្ដងដោយក្មេងប្រុសម្នាក់ហ្នឹងក៏គឺជាភេរវជនដែលបានបង្កប់អ្វីនៅក្នុងទីក្រុងអីចឹងណាដោយនៅពេលដែល Mashiro នាងបានដេញទៅកាន់ក្មេងប្រុសម្នាក់នោះសុកនាងក៏បានដកបាល់មួយចេញមកហើយក៏បានទាត់ឡងចុះឡងឡើងត្រូវមុខរបស់ក្មេងប្រុសម្នាក់ហ្នឹងស្លាប់ហើយក៏បានចាប់គេបានសម្រេចយកតែម្ដងក៏តែក៏ទោះបីជាចាប់គេបានក៏ពិតមែនគឺថាបញ្ហាមិនទាន់បានបញ្ចប់នោះឡើយដោយភ្លាមនោះក្មេងប្រុសម្នាក់ហ្នឹងបានសើចនិងក៏បាននិយាយថាគេបានបង្កប់ក្របបែកមួយនៅឯស្ថានីយ៍រថភ្លើងជាន់ទី1ចឹងគឺច្បាស់ណាស់ពួកគេនឹងមិន
អាចទៅរំដោះក្របបែកមួយនោះបានទាន់ពេលវេលានោះឡើយហើយគម្រោងការរបស់គេគឺនឹងអាចជោគជ័យបានជាក់ជាមិនខានរួចនៅទីបំផុត Mashiro Chang នាងក៏បានទៅដល់កន្លែងដែលលាក់ក្របបែកមួយនោះហើយនាងក៏បានពិនិត្យមើលឃើញថាវាពិតជាមានក្របបែកមួយពិតប្រាកដមែននិងនាងក៏បានថតផុសតាងដើម្បីឲ្យតួឯកប្រុសរបស់យើងមើលអំពីក្របបែកមួយនោះអីចឹងណាក៏ប៉ុន្តែតួឯកប្រុសរបស់យើងគាត់មើលមិនច្បាស់នោះទេថាក្របបែកហ្នឹងវាគឺជាប្រភេទអីចឹងទៅគឺគាត់មើលច្បាស់តែរូបរបស់នាងហ្នឹងដល់តែចឹងទៅគឺថានាងក៏បានបញ្ញាប់ថតរូបទៅឲ្យតួឯកប្រុសរបស់យើងមើលម្ដងទៀតក៏ប៉ុន្តែនាងមានតែបានថតរូបក្របបែកឯណាគឺនាងបានថតរូបរបស់នាងឲ្យច្បាស់ជាងមុននឹងឯងរួចដោយសារតែអស់ជំរឿដោយមិនដឹងថាដល់ក្របបែកមួយនេះបានដល់យ៉ាងម៉េចនិងពេលវេលាក៏ចិត្តអស់ផងនោះក៏ស្រាប់តែនាងបានបញ្ញាប់យកក្របបែកមួយនោះចេញទៅខាងក្រៅទៅដល់កន្លែងស្ងាត់មួយដើម្បីទាត់វាឲ្យបំផ្ទុះនៅខាងលើយកតែម្ដងក៏ប៉ុន្តែគឺថាផែនការមួយនេះគឺវាមិនសូវរលូននោះទេដោយនាងបានទាត់ក្របបែកមួយនោះឡងចុះឡងឡើងក៏ស្រាប់តែវាបានធ្លាក់ទៅចិត្តកន្លែងដែលអាប៉ែតសក់ក្រហមកំពុងទៅថតរូបឯនេះវិញដល់ចឹងទៅគឺថាមានអីទៀតគឺថាផ្ទុះបឹងផ្អាគេពេញនឹងឯងក៏ប៉ុន្តែអាប៉ែតសក់ក្រហមរបស់យើងមិនដឹងទៅជាយ៉ាងណាយ៉ាងណីទេគ្នាគឺថាធ្លាក់ចំកន្លែងហ្មងណាហើយមកដល់ត្រង់កន្លែងនេះសាច់រឿងរបស់យើងក៏ត្រូវបានកាត់ចប់ត្រឹមតែប៉ុណ្ណឹងដូចគ្នាបើចង់ដឹងថាសាច់រឿងបន្តរបស់យើងនឹងទៅជាណាទៀតនោះសូមកុំភ្លេចរងចាំទស្សនាជាមួយនឹង admin នៅភាគក្រោយៗបន្តទៀតនៅពេលនេះ admin ក៏សូមធ្វើការបាយបាយអ្នកទាំងអស់គ្នា